កំពុងតែអង្គុយរៀនសុកសុងពូម៉ាក់កេតេមកថាឥឡូវពូម៉ៅនៅណានៅណីមានគេដាក់តុងហើយកែបបានចឹងណាគេចង់ដាក់ជាក់ជាក់និយាយរឿងក្នុងចិត្តអីចឹងទៅហើយពូម៉ៅថាកំពុងតែរវល់រៀនចាំចេញពីរៀនចាំទៅហ្នឹងដល់ថាអូខេអញ្ចឹងក៏សោះស្រួលគ្នាទៅហើយពូម៉ៅក៏ដូចចិត្តទៀតគ្រាន់តែចេញពីរៀនផ្លឹបមកដល់នេះផ្លែតគាត់នឹងដល់ទីតាំងភ្លាមមានអីមកដៃជើងម្នាក់នឹងឯងជួយគ្នាបានទិញតិចម្នាក់ទៅដើម្បីបានគ្រឿងក្លែមឆាប់ហើយអញ្ចឹងណាហើយថ្ងៃនេះគឺយើងឆាតុងហើយកែបចូលគ្នានឹងឯងគឺអត់មានធ្វើមកហូបអីពី3មុខទេអញ្ចឹងណាតែពុកម៉ែបងប្អូនទាំងអស់គ្នាហើយមកតាមដានវីដេអូពេញរបស់អេដមីនទាំងអស់គ្នាជាដំបូងគឺយើងមានគ្រឿងមានអីអញ្ចឹងទៅហើយយើងដាក់វាឲ្យសពគ្រប់បែបយ៉ាងទៅសម្រាប់យើងងាយស្រួលក្នុងការចម្អិនវាកុំឲ្យពិបាកថាយើងហត់ទៅមើលនេះហត់មើលនោះអញ្ចឹងណាហើយនេះពូម៉ាក់គាត់កំពុងតែកាប់សាច់ហើយសាច់យើងមានតែតុងហើយកែបហ្នឹងហើយកែបគាត់ដាក់បានដូចជា4 5ដែរហើយតុងវិញក៏គាត់រកបាន4 5គ្នាអញ្ចឹងណាហើយក៏កាប់លីគ្នាទៅហើយតែថាយើងមានគ្នាតែ2នាក់ដែរគឺយើងអត់ហ៊ានធ្វើច្រើនទេយើងធ្វើតែតិចតិចទេហើយយើងកាប់សាច់រួចអស់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្ទះដើម្បីឆាអញ្ចឹងណាហើយជាដំបូងគឺយើងចាក់ខ្លាញ់ឲ្យវាក្តៅសិនទៅហើយចាំយើងលីងខ្ទឹមឥឡូវខ្ញុំចាប់ដើមលីងខ្ទឹមហើយខ្ទឹមខ្ញុំគឺខ្ញុំដាក់ជា2ខ្ញុំមានអាច្រាមផ្សេងហើយនឹងដាក់ទាំងមូលផ្សេងអញ្ចឹងណាជាមួយគ្រឿងនេះឥឡូវខ្ញុំលីងអានេះឲ្យយើងឈ្ងុយបន្តិចសិនបានខ្ញុំចាក់គ្រឿងបន្ថែមទៀតដើម្បីលីងម្សៅទៀតអញ្ចឹងណាហើយគ្រឿងយើងមានអីគល់ល្ខៃម្ដេងល្គួចសើចខ្ទឹមសនឹងឯងហើយម្ទេសគឺយើងអាចចោលបានទេព្រោះយើងឆាក្តៅធ្វើដាក់ម្ទេសហើយអញ្ចឹងណាហើយយើងលីងវាឲ្យយើងទៅពណ៌យើងឈ្ងុយបន្ថែមទៀតទៅចាំយើងសេស្រង់ចាក់សាច់ចូលអញ្ចឹងទៅហើយថ្ងៃនេះពូម៉ាក់គេថាគេជឿធ្វើម្ហូបហើយគេឲ្យពូម៉ៅធ្វើម្ដងឥឡូវពូម៉ៅក៏ធ្វើដូចចិត្តហើយគេដាក់ទឹកត្រីនេះគឺទឹកត្រីគាត់បិទខ្លួនគាត់ផ្ទាល់ហើយយើងដាក់ទឹកត្រីរួចហើយយើងចាក់សាច់ចូលតែម្ដងហើយចាប់សាច់ចូលហើយយើងច្បល់វាអូមើលថាដៃទៅដឹងតែជំនាញហ្នឹងថាគេហ្នឹងតែពិតអត់មានចេះទេក៏ចេះឆាម្ហូបហូបធម្មតាសម្រាប់អ្នកខ្លែមទេបើមកហូបត្រឹមត្រូវអត់ចេះទេអញ្ចឹងណាហើយយើងឆាត្រឡប់វាឲ្យយើងប្រព័ន្ធឲ្យយើងមើលថាវាចូលគ្រឿងគ្នាហើយចាំយើងដាក់គ្រឿងសំគ្រឿងទេសយើងបន្ថែមទៀតហើយគ្រឿងទេសរបស់យើងដូចជាអត់មានអីច្រើនទេមានអំបិលស្ករប៊ីចេងរ៉ូឌីអីហ្នឹងឯងហើយទឹកប្រេងខ្យងអីហ្នឹងឯងគឺអត់មានអីច្រើនទេគឺខ្ញុំដាក់បន្តិចទៅយើងអត់ហ៊ានដាក់ច្រើនឡើយដែរព្រោះយើងដាក់បន្តិចតាមចំណូលចិត្តរបស់យើងដាក់ស្ករប៊ីចេងអីតាមហ្នឹងទៅកុំឲ្យថាដាក់ច្រើនទៅវាប្រៃយើងពិបាកកែកនតាមក្រោយចឹងយើងដាក់បន្តិចយើងខ្វះខាតអីយើងដាក់បន្ថែមទៅអញ្ចឹងណាហើយបន្ទាប់ពីយើងដាក់គ្រឿងរួចអស់ហើយយើងច្បល់វាមកសន្ទុះទៅដើម្បីឲ្យវាចូលជាតិគ្នាហើយយើងចេះឆាត្រឡប់វាទៅឲ្យកុំឲ្យនេះហើយបន្ទាប់មកយើងក៏ដាក់វាផ្ងំវាមកសន្ទុះយើងដាក់ទឹកបន្តិចដើម្បីកុំឲ្យខ្លោចបន្ទាប់ពីយើងដាក់ទឹកឲ្យវារៀងពុះហើយយើងបន្ថែមប្រេងខ្យងបន្តិចដើម្បីយើងយកពណ៌វាអញ្ចឹងណាកុំឲ្យវាសពេកយើងដាក់រៀងដិតតិចទៅហើយយើងក៏មិនហ៊ានដាក់ច្រើនដែរដាក់តែ1មុំទេសម្រាប់វាត្រូវជាតិគ្នាអញ្ចឹងណាហើយគ្រឿងខៅរបស់ admin គឺអត់មានដាក់បន្ថែមទេដោយសារ admin ដាក់ទៅគឺវាដូចត្រូវចូលជាតិគ្នាត្រឹមនឹងអញ្ចឹងណាហើយយើងដាក់វាមកទុះហើយគិតថាតុងយើងឆ្អិនហើយបានយើងបន្ថែមជាមួយនឹងស្លឹកមាភៅហើយស្លឹកមាភៅយើងឆាក្តៅអត់មាភៅគឺដូចជាអត់ឆាក្តៅអញ្ចឹងយើងដាក់មាភៅទៅវាឈ្ងុយអញ្ចឹងណាហើយមើលទៅតំណមែនតើពុកម៉ែបងប្អូនអើយយើងឆ្អិនហើយយើងដួសដាក់ចានដាក់អីចឹងទៅមើលថាគាត់តែមើលក៏ដឹងតែជាតិដែរដឹងតែជាតិសាហាវហ្មងជាតិសឡប់ហើយគេសូមបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយវីដេអូនេះគឺខាងខ្ញុំគឺថតទុកយូរហើយតែអត់ដែលបានកាត់ទេដោយសារតែយើងផ្ទុះសង្គ្រាមទៅក៏អត់បានកាត់ផុសទេអញ្ចឹងណាដោយសារវីដេអូនេះគឺយើងថតមុនសង្គ្រាមមួយថ្ងៃដល់ពេលសង្គ្រាមចេញមកក៏អត់បានថតទៅអត់បានកាត់ផុសទៅកុំឲ្យយើងខាងស្រុកទេយើងកំពុងមានបញ្ហាយើងគិតតែផុសវីដេអូយកអី view អីចឹងទៅដោយសារតែឥឡូវយើងចប់សង្គ្រាមដែរអញ្ចឹងណាបាន admin យកវីដេអូយកមកកាត់ផុសអញ្ចឹងទៅហើយក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបើសិនជា admin ទៅជែកទៅខុសឆ្គងកន្លែងណាអីគឺសូមអភ័យទោសផងព្រោះ admin អត់ទៅប៉ុនទៅជែកទេអញ្ចឹងណាហើយវីដេអូរបស់ admin គឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា